ហេតុការណ៍នៃការបាញ់រះរបស់ទាហានថៃមកលើប្រជាពលរដ្ឋនៅភូមិព្រៃចានឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបានកើតឡើងនៅម៉ោងប្រមាណ4រសៀលនេះបើតាមការបញ្ជាក់របស់លោកនងវុធីនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យប្រាប់វិទ្យុបារាំងអន្តរជាតិតាមលោកនងវុធីទាហានថៃបានបាញ់កំភ្លើងគ្រាប់ពិតលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចានដែលកំពុងស្នាក់នៅក្នុងតង់តាមរបាយការណ៍បន្ទាន់គិតត្រឹមល្ងាចថ្ងៃពុធនេះមានប្រជាពលរដ្ឋម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍បាញ់រះរបស់ទាហានថៃហ្នឹងហើយខាងទាហានគេនឹងបាញ់រះមកបងប្អូនយើងអត់មានទេបងអត់មានបញ្ហាទូសរាយអីគ្នាទេបងប្អូនយើងនៅក្នុងតង់ប្រាំក្នុងតង់ទាហានថៃបានពួតអ្វីដែរបាញ់លើប្រជាពលរដ្ឋខ្ញុំអត់ទាន់ច្បាស់ទេព្រោះកម្លាំងយើងអត់ទាន់ហ៊ានចូលទៅទេចូលទៅបាច់ទីហ្នឹងណាអញ្ចឹងរងចាំអត់ជិះមកអញ្ចឹងប៉ុន្តែគ្រាន់តែភ្លើងគឺភ្លើងគ្រាប់យើងជាកំពុងប្រកបបាទសភាពរងគ្រោះរបស់ប្រជាពលរដ្ឋវិញឥឡូវបងប្អូនយើងជំនះចេញមកទីតាំងគាត់ទៀតអ្នករងរបួសថាជាប្រមាណអ្នកទូលេខតែតែឥឡូវនេះពួកពីរអ្នកយើងជួយមកពេកទូនេះគឺម្នាក់ហ្នឹងគឺស្លាប់មានស្លាប់តាមហេតុការណ៍គុំនៅម៉ោងប្រហែលម៉ោងប្រហែលដែរចិត្តម៉ោង4មានន័យថាទាហានថៃបានពីទី3របស់គេមកចូលតែប៉ុណ្ណឹងបាទតែគាត់ក្នុងថ្នាក់នៅក្នុងមកដល់ពេលនេះតើតាអាជ្ញាធរបានក្តាប់សភាពការចុងក្រោយយ៉ាងណាហើយជំរាបប្រជាពលរដ្ឋយើងបរោទីទួលសុខភាពយ៉ាងណាដែរបាទឥឡូវនេះបានត្រៀមអស់ហើយបងបានត្រៀមនៅទីទួលសុខភាពយើងដែលយើងត្រៀមនៅវត្តច័ន្ទជីហ្នឹងបងហើយឯកឧត្តមអាបាគាត់ក្នុងក្រុមខាងនេះទាំងអស់